បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកឆ្លើយសំណួរបងប្អូនបាទសួរខ្ញុំច្រើនជាពិសេសនៅលើ page បាទផ្លូវការរបស់ខ្ញុំទាំង2 3 page នេះក៏ដូចជានៅក្នុង TikTok ដែរបាទអឺសូមបញ្ជាក់បងប្អូនដែលពាក់ព័ន្ធដែលសួរពាក់ព័ន្ធជាមួយនឹងបញ្ញាដីធ្លីបាទជាពិសេសគឺអឺមានសំណួរបងប្រុសម្នាក់គាត់សួរថាបាទការលក់ដីបងខ្ញុំឃើញបងផុសដូចជាស្រួលប៉ុន្តែដោយឡែកនៅពេលដែលខ្ញុំធ្វើវាអត់ស្រួលដូចបងនិយាយបាទអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់បងប្អូនថាវិធីសាស្ត្រនៃការលក់ដីធ្លីវាមានច្រើនបែបច្រើនសន្តានវាមានតាក់ទិចផ្សេងគ្នាអញ្ចឹងណាបងប្អូនបាទបងប្អូនខ្លះបាទប្រើបែបផែននេះបងប្អូនខ្លះប្រើរូបមន្តទីផ្សារអញ្ចេះទីផ្សារអញ្ចុះបាទអញ្ចឹងវាពិបាកណាស់បាទដែលបងប្អូនអនុវត្តទៅតាមបែបផែនរបស់ខ្ញុំទៅវាអត់ត្រូវជាមួយនឹងបែបផែនរបស់បងប្អូនណាបាទនេះខ្ញុំចង់បញ្ជាក់មិនប្រកាសថាបទពិសោធន៍ដែលខ្ញុំហើយនឹងក្រុមការងារខ្ញុំធ្វើវាត្រូវវាស័ក្តិសមជាមួយស្ថានភាពបងប្អូនទេបើពួកយើងទី1វាអាចមកពី technical ខុសគ្នាចរិតលក្ខណៈឯបែបផែនផ្សេងគ្នាឬមួយក៏អំណោយផលពីធម្មជាតិមកវាខុសគ្នាឬក៏ចំណេះដឹងនឹងការអប់រំការបណ្ដុះបណ្ដាលឲ្យវាផ្សេងគ្នាអញ្ចឹងមិនប្រកាសថាអ្វីដែលខាងខ្ញុំដាក់ទៅវាត្រូវបងប្អូនអត់គឺបាទខ្ញុំចង់និយាយថាកុំទៅ apply ទាំងដុលណាបងប្អូនណាបាទនេះជារឿងមួយបាទហើយរឿងទី2មានន័យថាទាំងវិធីសាស្ត្រខ្ញុំទាំងវិធីសាស្ត្របងប្អូននិងទាំងវិធីសាស្ត្របងប្អូនផ្សេងទៀតបាទបងប្អូនអាចរៀនសូត្រពីគេបានហើយច្បិចវាតិចយកទៅអនុវត្តហើយបើសិនជាត្រូវហ្នឹងបើសិនជាបងប្អូនធ្វើទៅបានផលជាការប្រសើរហើយបើសិនជាបានផលបងប្អូនអាចជ្រើសរើសវិធីសាស្ត្រផ្សេងទៀតមិនប្រកាសដាក់ទៅវាត្រូវទេបាទគាត់ឲ្យខ្ញុំចង់បញ្ជាក់ថាពីខាងយើងពីខាង Rico Realty ពួកយើងលក់ដីធ្លីលក់អចលនទ្រព្យឲ្យផ្សេងគឺយើងផ្អែកទៅលើទី1កត្តាច្បាប់ទី2ទៅលើការស្រាវជ្រាវអំពីទ្រព្យទាំងអស់ហ្នឹងបាទការសិក្សាស្រាវជ្រាវពី foundation ពីបាទហិច្ឆតារចនាសម្ព័ន្ធបាទលំហូរទ្រព្យទាំងអស់នោះបាទទើបយើងអាចមកទទួលលក់ហើយនៅពេលដែលយើងលក់គឺយើងស្គាល់ទ្រព្យហ្នឹងស្គាល់ភ្ញៀវស្គាល់ម្ចាស់បាទយល់ដឹងពីផ្នែកច្បាប់អីផ្សេងទើបយើងអាចលក់បានបាទតែចំណែកបងប្អូនអាចប្រើវិធីសាស្ត្រផ្សេងដែលងាយជាងហ្នឹងបាទហើយមួយទៀតខ្ញុំចង់ជម្រាបបងប្អូនដែរបាទឥឡូវនេះបាទខាង Rico Realty ក៏ដូចជាខ្ញុំយើងដើម្បីចូលរួមចំណែកទៅក្នុងសង្គមវិញបាទបើទោះបីជាការចំណេះដឹងរបស់យើងមិននៅមានកម្រិតឬមួយក៏បាទវិធីសាស្ត្ររបស់យើងវាប្លែកគ្នាប៉ុណ្ណាក៏ដោយប៉ុន្តែខាងខ្ញុំគឺយើងព្យាយាមចូលរួមចែករំលែកទៅកាន់បងប្អូនវិញបាទតាមរយៈការធ្វើវីដេអូខ្លីៗបាទតាមរយៈការឆ្លើយសំណួរបងប្អូនអញ្ចឹងដើម្បីឆ្លើយតបនៅតម្រូវការទាំងអស់នេះឬការចូលរួមពីសង្គមខ្ញុំបានបែងចែកជា3ផ្នែកទី1គឺយើងមាន page ផ្លូវការបាទ page ផ្លូវការរបស់ខ្ញុំគឺបងប្អូនដឹងហើយគឺដែលខ្ញុំតែងផុសពីវីដេអូចែករំលែកគឺ UR បាទ realtor.kh បាទ ur.realtor.kh បាទដែលខ្ញុំតែងតែផុសហើយទី2គឺខ្ញុំមាន2 channel បាទទី1 channel Facebook របស់ខ្ញុំបាទ channel Facebook របស់ខ្ញុំគឺមានឈ្មោះថា ur.realtor.kh នឹងដដែលទេហើយនឹង channel Telegram របស់ខ្ញុំគឺបងប្អូនអាចអញ្ជើញចូលតាមរយៈ link ក៏បានគឺ We Learn Property Cambodia បាទ We Learn Property Cambodia នេះខ្ញុំព្យាយាមចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយនឹងដីធ្លីទៅក្នុងបាទ channel មួយនេះបងប្អូនអាចចូលទៅមើលបាទចូលទៅស្ដាប់បាន
ហើយទី3ខ្ញុំមាន Facebook បាទ Facebook ផ្លូវការរបស់ខ្ញុំឈ្មោះរបស់ខ្ញុំតែម្ដងបាទគង់រិទ្ធីតែម្ដងFacebook TikTok បាទជាស្រ័យ TikTok គឺបាទឈ្មោះគង់រិទ្ធីនេះតែម្ដងបងប្អូនអាចចូលទៅមើលបានវីដេអូខ្លីៗហើយនៅពេលខាងមុខដ៏ខ្លីនេះបាទតាមរយៈ Rico Realty ជាមួយនឹង iBlooming បាទពំនាំមកនៅចំណេះដឹងជាច្រើនជាពិសេសកម្មវិធី I Learn Property នៅក្នុង iBlooming បាទហើយខ្ញុំជាម្នាក់ដែលជា channel provider នៅក្នុងនោះបាទយើងរំពឹងថាយើងនឹងអាចចែករំលែកបទពិសោធន៍នេះនៅក្នុង iBlooming ដែរបាទប៉ុន្តែជារួមនៅក្នុងសម្រាប់ពួកខ្ញុំចែករំលែកនៅក្នុង TikTok Telegram Channel ហើយនិង Facebook Channel ហើយនិង page ផ្លូវការរបស់ខ្ញុំអញ្ចឹងបងប្អូនអាចចូលទៅចុច like ចុច share ឬក៏ subscribe ឬក៏ចូលទៅមើលដោយមិនគិតថ្លៃទេបងប្អូនណាបាទអរគុណ